បន្តទៀតយើងចូលដល់ចំណុចមួយថ្មីទៀតអឺមិនដឹងថាថ្មីសម្រាប់យើងឬក៏ចាស់ខ្ញុំអត់ទាន់ច្បាស់ដែរអញ្ចឹងតើតាយើងចូលសិនអឺអ្នកទាំងអស់គ្នាបានធ្វើឬក៏ធ្លាប់ធ្វើកិច្ចសន្យាអត់មានអ្នកណាខ្លះដែលធ្លាប់បានធ្វើកិច្ចសន្យាមិនថាកិច្ចសន្យាអីឲ្យតែសំដៅទៅដល់កិច្ចសន្យាថាបងអូនបានធ្លាប់ធ្វើកិច្ចសន្យាទេខ្ញុំធ្លាប់ធ្វើបងអូខេកិច្ចសន្យាអំពីអីដែរទាក់ទងការងារសខនតូចឬការងារតែដីតែអីបងអូខេតកតងជាមួយនឹងការងារសាប់ខនឬក៏សាប់បន្តអឺបងអូនអាច share experience នឹងបន្តិចបានទេថានៅក្នុងការធ្វើកិច្ចសន្យាហ្នឹងបងអូនចាប់បានថាមានចំណុចអីគេខ្លះដែរបងអូនចាប់បានគឺត្រូវមានអីគេខ្លះនៅក្នុងកិច្ចសន្យាហ្នឹងដំបូងយើងត្រូវមានតំណែងសងខាងតំណែងឲ្យក្រុមមកហើយតំណែងឲ្យក្រុមហ៊ុនរបស់យើងនរណាគេអ្នកឈរឈ្មោះអញ្ចឹងហ៎បងអូខេគឺខុសត្រូវមួយទៀតលក្ខខណ្ឌនៃការងារ scope of work របស់យើងអូតែខេការងាររបស់យើងហ្នឹងបន្ទុកអ្នកទទួលខុសត្រូវជាអ្នកគេអូខេខ្លាំងមួយមួយហើយមួយទៀតតកតងនឹងការ claim លុយដំណាក់កាលនៃការ claim លុយប៉ុន្មានភាគរយប៉ុន្មានភាគរយអូខេ term payment មានន័យទៀតចេះមួយទៀតតកតងនឹងការផាកពិន័យឬក៏ការពជាពេលទៅលើការងារហ្នឹងមកអូខេការទួលខុសត្រូវ retention មានចំណុចអីទៀតទេមួយទៀតលក្ខខណ្ឌនៃអឺប្រធានបទតកតងលក្ខខណ្ឌហ្នឹងគឺយើងនិយាយគ្នាដែរថាមានលក្ខខណ្ឌអីខ្លះដែលខាងយើងខាងគាត់អត់យើងអត់ពិន័យទៅខាងគាត់ឬក៏មិនមិនចឹងហ៎បងហើយមួយទៀតតើអូនយើងតកតងនឹងការគិតលុយយើងវាស់វែងជាលក្ខណៈបែបនេះដែរគិតគូរទៅលើការងារហ្នឹងអូខេហើយកញ្ចប់អត់មានអីបងមានតែដំណើរគេមួយមួយហ្នឹងតែយើងតាមលំបានណាដែលទទួលខុសត្រូវអញ្ចឹងហ៎បងអូខេអញ្ចឹងឃើញមានច្រើនចំណុចអរគុណច្រើនរដ្ឋាអូសភាសូម idea តិចមើលកន្លងមកធ្លាប់ធ្វើកិច្ចសន្យាខ្ញុំគិតថាធ្លាប់ធ្វើច្រើនណាអាចរេះ idea បន្តិចមើលក្នុងកិច្ចសន្យាហ្នឹងមានអីគេខ្លះខ្ញុំធ្លាប់ធ្វើតែកិច្ចសន្យាការងារគ្រូក្នុងកិច្ចសន្យាការងារក៏បានដែរឥឡូវក្នុងកិច្ចសន្យាការងារហ្នឹងមានអីគេខ្លះមកចំណាត់គាត់គ្រូសំខាន់គឺយូរទីមួយហ្នឹងហើយយើងមានមិននៅក្រៅច្បាប់យើងមានបើវិជ្ជាជាតិតែមកយើងមានឈ្មោះក្រុមហ៊ុនបើក្រុមហ៊ុនយើងជាក្រុមហ៊ុនចូលជីហ្មងយើងមិនមានបើវិជ្ជាជាតិក៏បានដែរយើង represent ឈ្មោះក្រុមហ៊ុនយើងហើយដាក់ location ក្រុមហ៊ុនយើងតមកទៀតយើងមានរយៈអក្សរពី title ថាយើងអឺ contract ពីអីជា employment ចឹងទៅហើយនៅក្នុងនោះយើងរៀបរាប់ថាដោយបងតែគាត់មានប្រសាសន៍ចឹងគឺមានជាទីពាក់ព័ន្ធថាអ្នកណាជាអ្នកតំណាងដូចថាខាងក្រុមហ៊ុនចឹងគាត់មាន HR ជាអ្នកតំណាងខាងខ្ញុំនេះខ្ញុំខ្លួនឯងផ្ទាល់ចឹងទៅគាត់ហៅគេតាំងឈ្មោះដោយភាគីកខតាមតាណាចឹងទៅតមកនៅក្នុងនោះលីលក្ខណ៍អក្សរជាលក្ខខណ្ឌមួយចំនួនដែលយើងត្រូវ comply ជាមួយនឹងច្បាប់ផ្ទៃក្នុងក្រុមហ៊ុនហើយនឹងមួយទៀត comply ជាមួយនឹងច្បាប់របស់ក្រសួងការងារដែលយើងចែកក្នុងទាំងអស់ហ្នឹងហើយនៅក្នុងយើងបែងចែកថាយើងមាន benefit អីខ្លះពីក្រុមហ៊ុនហើយយើងត្រូវបំពេញខ្លះឲ្យក្រុមហ៊ុនទៅវិញហើយមានច្បាប់មួយចំនួនទៀតពាក់ព័ន្ធទៅលើការសំណងមួយចំនួនមានចែកទាំងពីរសំណងរបស់ក្រុមហ៊ុនមកកាន់បុគ្គលិកនិងបុគ្គលិកទៅកាន់ក្រុមហ៊ុនដូចគ្នាហើយមួយទៀតពី compensation ហើយយកពីយើងធ្វើការហើយគេ evaluate យើងដល់របៀបដែរ
ទៅមុខទៀតអ្វីដែលខ្ញុំចង់ចាំមានប៉ុណ្ណឹងតែយើងទេខុសតាឈ្មោះយើងនិងឈ្មោះតំណាងតោះអូខេបណ្ណាបងអូនធ្លាប់ធ្វើកិច្ចសន្យាហ៎បាទលោកគ្រូធ្លាប់ធ្វើកិច្ចសន្យាសាងសង់ដែរលោកគ្រូអូខេអាចរាយរាប់បន្តិចបានទេក្នុងកិច្ចសន្យាហ្នឹងមានអីគេខ្លះបាទលោកគ្រូសម្រាប់កិច្ចសន្យាសាងសង់ហ្នឹងដំបូងឡើយគឺមានតំណាងខាងក្រុមហ៊ុនដែលគាត់ធ្វើកុងត្រាហ្នឹងហើយនឹងជាមួយនឹងអ្នកដែលសាងសង់អូខេបាទហើយនៅក្នុងកុងត្រាហ្នឹងគឺមានលក្ខខណ្ឌផ្សេងទាក់ទងជាមួយនឹងការកំណត់ពេលវេលានៃការសាងសង់សំណង់នៅតាមដំណាក់កាលមួយហើយមានការកំណត់ទាក់ទងជាមួយនឹងការថេរទៅតាមដំណាក់កាលហ្នឹងអូខេហើយមានលក្ខខណ្ឌមួយទៀតបើក្នុងករណីថាគាត់សាងសង់អត់ទាន់មានការពិន័យលោកគ្រូដូចជាប៉ុណ្ណឹងហើយអូខេហើយហើយនឹងបើក្នុងករណីថាសាងសង់ទៅខុសទាក់ទងជាមួយបទដ្ឋានបច្ចេកទេសគាត់នៅទូខុសត្រូវអូខេបាទ ហើយបានច្រើនចំណុចតើអូខេអរគុណឡាបងអូនសុំ idea តិចមើលខ្ញុំមិនដែលមានបាត់សោតធ្វើមកលោកគ្រូអូអូខេអញ្ចឹងអាចចាប់បានចំណុចដែលគ្នាយើងលើកឡើងមកមិញទេនៅអត់ទាន់ច្បាស់លោកគ្រូអូខេកសលអាចសង្ខេបបទពិសោធន៍ដែលធ្លាប់ធ្វើកិច្ចសន្យាកន្លងមកបន្តិចបានទេអាចសរសេរចូលមកហ្មងក៏បានអូខេដោយសារកសលគាត់អត់មានមិចអញ្ចឹងខ្ញុំបន្តចូលដល់ចំណុចហ្នឹងតែម្ដងតែខ្ញុំមានសំណួរមួយចង់សួរថាអឺចាំបាច់ទេដែលយើងយល់អំពីលក្ខខណ្ឌឬក៏របៀបធ្វើកិច្ចសន្យាសម្រាប់ជំនាញ QS របស់យើងហ្នឹងចាំបាច់ឬអត់រដ្ឋាភិបាលអាចឆ្លើយសំណួរហ្នឹងបានទេចាបងចាំបាច់អូខេហើយលើកឧទាហរណ៍ពីភាពចាំបាច់នៃការធ្វើកិច្ចសន្យាដោយសារតភាគច្រើនតទៅនឹងគម្រោងមួយគឺ QS អ្នកទទួលបន្ទុកក្នុងការធ្វើកិច្ចសន្យាមិនមែនផ្នែកណាផ្សេងទេអ្វីដែលខ្ញុំធ្លាប់ជួបភាគច្រើនណាបងត្រូវអឺមានពីរដែលជាទូទៅអ្នកដែលទទួលការងារធ្វើកិច្ចសន្យាជាទូទៅតែម្ដងគឺ QS ហើយមួយទៀតគឺខាង procurement ប៉ុន្តែពីរហ្នឹងគឺ relate គ្នាមានន័យថាការងារមួយចំនួន procurement គាត់អត់មាន skill engineering ទេអញ្ចឹងការវាស់វែងការកំណត់អឺmeasurement សម្រាប់វាស់វែងទៅលើការគិតលុយហ្នឹងតតែខាង engineering របស់យើងអញ្ចឹងហើយបានជា QS គឺតែងតែទទួលការងារធ្វើកិច្ចសន្យាទាំងអស់ហ្នឹងនៅកន្លែងមួយចំនួនឬក៏ប្រទេសខ្លះគេមានទាំង contract engineer ទៀតមានន័យថាអឺមុខងាររបស់ពួកគាត់មានតួនាទីចាំ review ធ្វើ contract អីជាដើមហ្នឹងដូច admin អញ្ចឹងអញ្ចឹងយើងចូលមកដល់ចំណុចចំណាំមុនយើងចុះកិច្ចសន្យាអញ្ចឹងក្នុងនេះខ្ញុំណែនាំអំពីចំណុចមួយចំនួនដែលគ្នាយើងចាំបាច់ត្រូវមាននៅក្នុងកិច្ចសន្យាឯកសារត្រួតពិនិត្យនិងទៀងផ្ទាត់កិច្ចសន្យាសាងសង់ចំណុចទី1គឺព័ត៌មានគតិយុត្តនិងបុគ្គលិកលក្ខណៈរបស់គូភាគីចឹងដូចគ្នាយើងបានលើកឡើងមកអញ្ចឹងការចុះកិច្ចសន្យាវាត្រូវមានតំណាងរៀងខ្លួនឬក៏
អ្នកដែលគាត់ទទួលធ្វើផ្ទាល់ហ្នឹងគាត់មកជួបមុខទល់មុខគ្នាតែម្ដងមានការចុះកិច្ចសន្យាខ្លះទៀតគឺតម្រូវឲ្យមានមេធាវីមានន័យថាទាំងសងខាងត្រូវតែមកផ្តិតមេដៃទល់មុខគ្នាមុខមេធាវីជាដើមចឹងអាហ្នឹងបានគេទទួលស្គាល់ភាពស្របច្បាប់ហោះកិច្ចសន្យានោះហើយចំណុចទី2គឺនិយាយអំពីអឺត្រូវមានអាជ្ញាប័ណ្ណឬក៏អឺគ្នាយើងដឹងហើយតកតងជាមួយនឹងអាជ្ញាប័ណ្ណបច្ចុប្បន្ននេះគ្នាយើងដឹងថាមានអាជ្ញាប័ណ្ណនេះខ្លះហ៎ថ្ងៃសម្រាប់ការងារសំណងយើងឧសភាតកតងនឹងអាជ្ញាប័ណ្ណដឹងថាមាននេះខ្លះទៅច្បាស់ដែររូបតាមទូទៅមាន consumption license គឺខាងជាងក្រុមហ៊ុនឬក៏អ្នកណាគាត់មានបើសិនកម្មក្រុមហ៊ុនគាត់មានស្រួលហើយនឹងដាក់ការដាក់ផងទៅខ្ញុំទៅច្បាស់ដែររឿងហ្នឹងព្រោះអឺគ្នាយើងតាមឲ្យតាន់តិចណាតាបន្តិចទៀតច្បាប់ប្រែប្រួលច្រើនគឺតាមអត់តាន់អាចនឹងត្រូវពិន័យក្នុងអត់ដឹងខ្លួនឥឡូវខ្ញុំផ្ញើច្បាប់មួយចំនួនដែលខាងក្រសួងបានរៀបចំតាមតាមដោយហើយវាមានចេញបន្តមកទៀតហើយខ្ញុំអត់ទាន់បានដាក់បញ្ចូលថែមទេអញ្ចឹងខ្ញុំបានផ្ញើចូលក្នុងក្រុមឲ្យគ្នាយើងបានមើលអឺខ្ញុំលើកឧទាហរណ៍អឺច្បាប់ថ្មីថ្មីឬក៏សារាចរណ៍ណែនាំថ្មីថ្មីនិយាយអំពីអាជ្ញាប័ណ្ណអញ្ចឹងតកតងជាមួយនឹងអាជ្ញាប័ណ្ណមានអីគេខ្លះបើសិនជាយើងជា contractor ឬក៏ជាអ្នកម៉ៅការទីមួយគឺយើងមានអាជ្ញាប័ណ្ណអាជ្ញាប័ណ្ណជាជាងសំណងណាអញ្ចឹងយោងតាមអនុក្រឹត្យឆ្នាំ2000តាមខ្ញុំចាំដែលខ្ញុំបានផុសលើ Facebook ដែរអញ្ចឹងនៅក្នុងហ្នឹងគឺគេមានចែងអំពីការគ្រប់គ្រងឬក៏ផ្ដល់អាជ្ញាប័ណ្ណឲ្យទៅក្រុមជាងសំណងអញ្ចឹងជាងសំណងគាត់អត់ចាំបាច់ថាអីតើតើគាត់នឹងរៀនដល់វិស្វករបើគាត់ចេញម៉ៅការបានទេគាត់ជាជាងធម្មតាហ្នឹងក៏គាត់អាចចេញម៉ៅការបានដែរយោងទៅតាមអីយោងទៅតាមបទពិសោធន៍ទៅតាមចំណេះជំនាញដែលគាត់មានដែលគាត់ធ្លាប់ធ្វើហ្នឹងគាត់អាចទៅស្នើសុំអាជ្ញាប័ណ្ណដើម្បីម៉ៅការជាងសំណងបានអញ្ចឹងកន្លែងនេះពេលដែលយើងអឺធ្វើការងារឬក៏បំពេញការងារគ្នាយើងត្រូវយល់ចំណុចហ្នឹងហើយជាងដែលធ្វើការជាមួយយើងព្យាយាមជំរុញគាត់បើសិនជាគាត់ចង់ធ្វើការងារជាមួយយើងបានយូរអង្វែងហើយកុំឲ្យមានបញ្ហាមកខ្លួនយើងផ្ទាល់យើងជាអ្នកវិជ្ជាជីវៈជាអ្នកយល់ដឹងខាងច្បាប់ខាងមានចំណេះដឹងផ្សេងហ្នឹងយើងគួរតែជំរុញគាត់អញ្ចឹងសម្រាប់ជាងគឺមានអាជ្ញាប័ណ្ណជាងសំណងបន្ទាប់មកទៀតគឺអាជ្ញាប័ណ្ណរូបវន្តបុគ្គលគឺយើងស្គាល់រូបវន្តបុគ្គលទេឧសភាស្គាល់រូបវន្តបុគ្គលទេគាត់ព្រោះដូចយើងទៅជីយើងបើយើងដំបងចុះជីដំបងហើយចឹងយើងតយកលើកហ្នឹងរបៀបថាឲ្យស្រួលស្ដាប់ឧទាហរណ៍រង្វាន់វិកលនោះអឺមិនតាន់ត្រូវឥឡូវខ្ញុំផ្ញើរូបវន្តបុគ្គលចាស់របស់ខ្ញុំអាហ្នឹងវាហួសសុពលភាពអីខ្ញុំផ្ញើចូលក្នុងក្រុមឲ្យគ្នាយើងមើល
អញ្ចឹងរូបវន្តបុគ្គលហ្នឹងគឺចង់សំដៅទៅដល់វាដូចជាអាជ្ញាប័ណ្ណមួយអញ្ចឹងសម្រាប់ឲ្យយើងប្រកបអាជីវកម្មលើវិស័យសំណង់ហ្នឹងជាឯកជនជា personal ដែលយើងនិយាយសួរស្ដាប់មានន័យថាយើងមិនបាច់មានក្រុមហ៊ុនក៏យើងទៅធ្វើបានដែរក៏យើងទៅរកស៊ីបានដែរអញ្ចឹងឧទាហរណ៍ដូចជាអឺវិញ្ញាបនបត្រសិក្សាគម្រោងប្លង់ជារូបវន្តបុគ្គលហ្នឹងអញ្ចឹងដូចតែខ្ញុំផ្ញើឲ្យគ្នាយើងមើលអានេះវាតាំងពីឆ្នាំ2019 2020មកអញ្ចឹងវិញ្ញាបនបត្រសិក្សាគម្រោងប្លង់ហ្នឹងមានន័យថាយើងគឺមានសិទ្ធិនៅក្នុងការរកស៊ីសញ្ញេលើប្លង់បានយើងមិនបាច់ចាំបើកក្រុមហ៊ុនទៅរកស៊ីក៏បានដែរចា៎ហ្នឹងគឺជាអាជ្ញាប័ណ្ណមួយហើយថ្មីថ្មីនេះនៅក្រសួងអឺរៀបចំដែនដីបានចេញចរាចរណ៍ណែនាំថ្មីគ្នាយើងបានឃើញទេខ្ញុំផ្ញើចរាចរណ៍នឹងឲ្យចរាចរណ៍លេខ001ស្ដីអំពីការគ្រប់គ្រងអាជីវកម្មសំណង់អញ្ចឹងនៅក្នុងនេះគេបានបែងចែកប្រភេទវិញ្ញាបនបត្រឬក៏សមញ្ញាបត្រសម្រាប់យើងប្រកបវិជ្ជាជីវៈសំណង់ហ្នឹងមាននៅក្នុងហ្នឹងទាំងអស់អញ្ចឹងទី1គឺការប្រកបវិជ្ជាជីវៈនិងការប្រកបអាជីវកម្មផ្នែកវិភាគនិងគណនាគ្រឿងបង្គុំនេះដោយអាសញ្ញាបត្រឬក៏វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ដែលខ្ញុំផ្ញើចូលទៅឲ្យហ្នឹងគឺអាមួយសន្លឹកហ្នឹងអាចប្រកបវិជ្ជាជីវៈផ្នែកវិភាគនិងសិក្សាគ្រឿងបង្គុំបានចូលដល់ចំណុចទី2គ្នាយើងបើក file ដែលខ្ញុំផ្ញើឲ្យក្នុង group មិញណាចូលដល់ចំណុចទី2ការប្រកបអាជីវកម្មផ្នែកសាងសង់និងរុះរើអញ្ចឹងបើសិនជាអាមួយសន្លឹកដែលខ្ញុំផ្ញើឲ្យខាងលើហ្នឹងអត់អាចទៅប្រកបអាជីវកម្មសាងសង់បានទេបានតែសិក្សាគម្រោងទេអញ្ចឹងបើសិនជាយើងចង់អឺធ្វើជាអ្នកសាងសង់យើងត្រូវសុំអាជ្ញាប័ណ្ណមួយទៀតដែលជាអ្នកទៅធ្វើអាមួយសិក្សាគម្រោងអាមួយសាងសង់និងឬក៏រុះរើគ្នាយើងបានមើលកន្លែងហ្នឹងនៅខ្ញុំ share កន្លែងហ្នឹងគ្នាយើងមើលលើ screen អឺគ្នាយើងមើលច្បាស់ហ៎លើ screen Hello បានគ្រូស្វាគមន៍អូខេអូខេតោះអញ្ចឹងខ្ញុំបញ្យល់ឡើងវិញអឺតកតងជាមួយនឹងអាជ្ញាប័ណ្ណអញ្ចឹងពេលដែលយើងចុះកិច្ចសន្យាឧទាហរណ៍ថាឥឡូវគ្នាយើងចុះកិច្ចសន្យាជាមួយនឹងក្រុមស័ព្ទមួយក្រុមអញ្ចឹងពេលដែលយើងចុះកិច្ចសន្យាគឺយើង check មើលអាជ្ញាប័ណ្ណរបស់គាត់តើគាត់មានអាជ្ញាប័ណ្ណអត់អឺពេលដែលយើងរៀនមុខវិជ្ជានេះមេរៀននេះគឺសំដៅឲ្យអ្នកទាំងអស់គ្នាធ្វើទៅតាមនីតិវិធីហើយនឹងផ្លូវច្បាប់អញ្ចឹងបើសិនជាយើង check ទៅគេអត់មានហើយយើងនៅតែបន្តធ្វើការជាមួយគេអាហ្នឹងជាការទទួលខុសត្រូវផ្ទាល់ផងអ្នកទាំងអស់គ្នាអញ្ចឹងបើយើងធ្វើឲ្យត្រូវតែម្ដងយើងត្រូវឆែកអាជ្ញាប័ណ្ណរបស់គេអញ្ចឹងបើសិនជាគាត់ជា contractor ឧទាហរណ៍ដូចក្រុមហ៊ុនអឺប្អូនទៅប្រើសេវាកម្មផុស
ក្រុមណាមួយដើម្បីគាត់ទៅម៉ៅបន្តពលកម្មអីពីយើងអញ្ចឹងទៅអញ្ចឹងទៅឆែកមើលថាតើគាត់នឹងមានអាជ្ញាប័ណ្ណអត់ហើយអាជ្ញាប័ណ្ណរបស់គាត់នឹងកម្រិតណាអាជ្ញាប័ណ្ណរបស់គាត់នឹងជាកម្រិតជាងឬក៏កម្រិតក្រុមហ៊ុនអញ្ចឹងយើងនិយាយបែបនេះគឺស្រួលស្ដាប់អញ្ចឹងលំអិតនៅក្នុងចរាចរណ៍ស្ដីអំពីការគ្រប់គ្រងការប្រកបអាជីវកម្មនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់អញ្ចឹងគឺត្រូវមានអាជ្ញាប័ណ្ណអញ្ចឹងក្រសួងគេបានទុកពេលឲ្យយើងទៅសុំអាជ្ញាប័ណ្ណមិនមែនគេអត់ទុកទេណាតាមពិតច្បាប់មានប៉ុន្តែកន្លងមកមានការយឺតយ៉ាវក្រសួងទុកពជាពេលរហូតទៅដល់ចេញចរាចរណ៍ដើម្បីណែនាំឲ្យយើងទៅធ្វើហើយនៅក្នុងចរាចរណ៍ណែនាំនេះគឺមានទាំង form សម្រាប់ឲ្យគ្នាយើងទៅបំពេញទៀតអញ្ចឹងក្នុងហ្នឹងគឺមាននេះគំរូស្នើសុំទាំងអស់ហ្នឹងគឺមានអញ្ចឹងគ្នាយើងអាចយកគំរូទាំងអស់ហ្នឹងយកទៅសរសេរស្នើសុំតែម្ដងបានដោយសារខ្ញុំឆ្លងទៅក្រសួងគាត់ឆ្លើយមកបែបហ្នឹងដែរទម្រង់ដែលផ្ញើឲ្យនៅក្នុងសារាចរណ៍ហ្នឹងគឺ print យកទៅសរសេរហ្មងបានហើយតាក់ទងជាមួយនឹងតម្រូវការនេះត្រូវការឲ្យគេខ្លះអញ្ចឹងក្នុងហ្នឹងគឺមានសរសេរចូលមកគេមានឲ្យគេខ្លះឧទាហរណ៍ដូចក្នុងនេះបើយើងស្នើសុំសម្រាប់អ្នកវិជ្ជាជីវៈសិក្សាគម្រោងប្លង់វិភាគនិងគណនាអញ្ចឹងត្រូវការឲ្យគេខ្លះនេះក្នុងហ្នឹងមានពាក្យស្នើសុំវិញ្ញាបនបត្រឲ្យសិក្សាគម្រោងប្លង់អត្តសញ្ញាណប័ណ្ណឬក៏លិខិតឆ្លងដែនថតចម្លងសញ្ញាបត្រជំនាញដែលមានបទពិសោធន៍យ៉ាងតិច3ឆ្នាំតាមប្រភេទការងារនេះអញ្ចឹងបើសិនជាយើងចង់ធ្វើអីយើងចង់ធ្វើខាងដីឬក៏វិភាគនឹងប៉ាន់ស្មានតម្លៃនេះឃើញទេសូម្បីតែឥឡូវនេះគ្នាយើងអាចស្នើសុំជាអ្នករូបវ័ន្តបុគ្គលផ្នែកវិភាគនិងប៉ាន់តម្លៃគម្រោងនេះបាននេះគឺចំជំនាញ QS របស់យើងតែម្ដងអញ្ចឹងឧទាហរណ៍ថាបន្តិចទៀតទៅបងអូនអត់ចង់ធ្វើការឲ្យក្រុមហ៊ុនទេបងអូនចង់ធ្វើជា freelance តែម្ដងអញ្ចឹងទទួលគម្រោងមកគឺធ្វើខ្លួនឯងតែម្ដងបានអញ្ចឹងវាមានផ្នែកពាក់ព័ន្ធផ្សេងទៀតអានេះគឺសម្រាប់ស្នើសុំដោយក្រុមហ៊ុនឬសហគ្រាសដែលប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ផ្នែកសិក្សាវិភាគនិងគណនាអញ្ចឹងformat មួយនេះគឺសម្រាប់ជាក្រុមហ៊ុនអញ្ចឹងបើសិនជាក្រុមហ៊ុននេះគឺនេះច្រើនជាងរូបវ័ន្តបុគ្គលមិញអញ្ចឹងអានេះគឺសម្រាប់ក្រុមហ៊ុនអញ្ចឹងក្រុមហ៊ុនសិក្សាគម្រោងហ្នឹងគឺមានឯគេខ្លះគឺគេមានហើយអស់នៅហ្នឹងហើយយើងយកឲ្យគ្រប់តាមហ្នឹងមកហើយដាក់បញ្ជូនស្នើសុំទៅណាឃើញតម្រូវការរបស់គេអានេះគឺ format ឬទម្រង់ស្នើសម្រាប់ក្រុមហ៊ុនសាងសង់ឬរុះរើនេះសម្រាប់ក្រុមហ៊ុនតម្រូវការរបស់គេមានឯគេខ្លះគឺមាននៅក្នុងនេះនេះគឺសម្រាប់សហគ្រាសអញ្ចឹងក្នុងនេះគឺមានគ្រប់គ្រាន់អស់ហើយឯកសារដែលគេត្រូវការឲ្យគេខ្លះហើយយើងត្រូវបំពេញបែបណាយកទៅណាអញ្ចឹងក្នុងនេះគឺមានគ្រប់គ្រាន់អញ្ចឹងត្រឡប់មកវិញគ្នាយើងពេលដែលចុះកិច្ចសន្យាអញ្ចឹងខ្ញុំបកត្រឡប់មក slide របស់យើងវិញអញ្ចឹងពេលដែលយើងត្រួតពិនិត្យបុគ្គលិកលក្ខណៈរបស់គូភាគីគឺយើងត្រូវមើលពី ID ឬក៏ឬនឹងអាជ្ញាប័ណ្ណរបស់ពួកគាត់អញ្ចឹងគ្នាយើងទទួលបាននេះប៉ុណ្ណឹងអឺខ្ញុំអត់លំអិតទៅលើចំណុចមិញទេគ្នាយើងអាចអានបន្ថែមដោយសារឯកសារបានផ្ញើឲ្យគ្នាយើងហើយអញ្ចឹងគ្នាយើងអាចអានលម្អិតបន្ថែមចំណុចទី2វិសាលភាពនៃការងារនិងឯកសារយោងអញ្ចឹងនៅក្នុងកិច្ចសន្យាដូចគ្នាយើងបានលើកឡើងមកអញ្ចឹងត្រូវឲ្យដឹងថាវិសាលភាពការងារនឹងមានអីគេខ្លះ
ប៉ុន្តែក៏ត្រូវមានឯកសារយោងដែរឧទាហរណ៍ថាគាត់កុងត្រាយើងកាយដីចាក់បេតុងប៉ុន្តែដល់ពេលធ្វើការងារបង្ហាប់ថ្មគាត់ថាអត់ទេអានឹងមិនមែនការងារគាត់ផងតើគេមកបង្ហាប់ថ្មហើយសត្វតការងារចាក់លីនគាត់ថាអត់ទេអានឹងមិនមែនការងារគាត់ផងតើចាក់បេតុងគាត់ធ្វើអញ្ចឹងគ្នាយើងត្រូវតែច្បាស់លាស់ថាវិសាលភាពការងារនឹងត្រូវធ្វើឲ្យគេខ្លះអញ្ចឹងបើឲ្យប្រជាទិញឲ្យ finance គាត់ detail ពេលខ្លះគាត់អត់ detail អស់អាហ្នឹងទេដោយសារគាត់អត់ដឹងថាត្រូវធ្វើអាហ្នឹងខ្ញុំលើកឧទាហរណ៍ដូចជាការងារធ្វើជាងតាងអញ្ចឹងយើងត្រូវដឹងថាដើម្បីបានជាងតាងមួយត្រូវមាន scope ការងារឲ្យគេខ្លះអញ្ចឹង QS យើងគឺជាអ្នកបំបែក scope ការងារទាំងអស់ហ្នឹងត្រូវដឹងថាពេលយើងចាក់ជើងតាងត្រូវកាយដីយើងតាងនេះត្រូវបង្ហាប់ថ្មត្រូវចាក់ឡប់ឡែឬក៏បេតុងលីនហ្នឹងបន្ទាប់មកត្រូវចងដៃវាយពុម្ពចាក់បេតុងហើយបន្ទាប់មកត្រូវដោះពុម្ពបាញ់ទឹកចិញ្ចឹមបេតុងហើយលុបដីត្រឡប់មកវិញអញ្ចឹងអាហ្នឹងគឺជាការងារបេតុងតើតែយើងដឹងស្កូបការងារប៉ុណ្ណឹងបានយើងទៅធ្វើកិច្ចសន្យាដឹងពីវិសាលភាពការងារហើយភ្ជាប់ជាមួយនឹងឯកសារយោងឲ្យគេច្បាស់លាស់បានធ្វើទៅអត់ជ្រុះគ្នាមិនអញ្ចឹងទេគឺចាប់ផ្ដើមមានវិវាទនៅក្នុងសំណង់ហើយអញ្ចឹងចំណុចនេះគឺមានមួយភាពច្បាស់លាស់ត្រូវបែងចែកឲ្យបានលម្អិតថាតើការងារអ្វីខ្លះដែលអ្នកទទួលការត្រូវធ្វើនិងអ្វីខ្លះដែលមិនរាប់បញ្ចូលពីរឯកសារភ្ជាប់ជាធ្លុងមួយគំនូរប្លង់ស្ថាបត្យកម្មវិស្វកម្មប្លង់កម្រិតអនុវត្តការងារ soft drawing ជាក់ស្ដែងបញ្ជីរាយនាមសម្ភារៈនិងទំហំការងារ BOQ និងស្តង់ដារបច្ចេកទេសត្រូវតែភ្ជាប់ជាឧបសម្ព័ន្ធនៃកិច្ចសន្យាហើយមានការចុះហត្ថលេខាទទួលស្គាល់គ្រប់ទំព័រអញ្ចឹងពេលដែលយើងចុះកិច្ចសន្យាប្លង់ឯកសារ BOQ អីត្រូវមានឲ្យ ready ពីព្រោះការងារខ្លះវាអាចដើរអាចប្រែប្រួលឬក៏គិតអត់អស់ពេលដែលយើងធ្វើទៅអាចជ្រុះគ្នាពេលក្រោយអញ្ចឹងយល់ល្អបំផុតពេលដែលយើងចុះកិច្ចសន្យាឯកសារតម្រូវត្រូវមានឯគេខ្លះគួរគិតឲ្យហើយថាត្រូវមានឯគេខ្លះយកអាហ្នឹងទៅដាក់ចុះកិច្ចសន្យាអឺថាអំពីចំណុចនេះគ្នាយើងមានសំណួរអីទេខ្ញុំខ្លាចខ្ញុំទៅលឿនពេកទៅគ្នាយើងអត់បាននេះអត់តាន់ច្បាស់ហើយខ្ញុំទៅផុតបាត់មានសំណួរអីទេគ្នាយើងរដ្ឋាបងអូនខ្ញុំអត់មានទេបងខ្ញុំបានអានមកត្រួសដែរពេលដែលក្រសួងគាត់តម្លាក់មកអស់ខាងនេះក៏តម្លាក់មកខ្ញុំបានអានកន្លែងហ្នឹងនឹងត្រួសដែរបងអូខេឧសភាខ្ញុំអត់មានគ្រូប៊ុនណា អរគុណខ្ញុំអត់ទាន់លឺដែរលោកគ្រូឡាបងអូនកសលអាចឆាតមកបានដែរអត់អីទេមានចម្ងល់អីថងណាអាចឆាតមកបានអញ្ចឹងខ្ញុំទៅចំណុចទី3និយាយអំពី term payment អញ្ចឹង term payment របស់យើងពិនិត្យមើលថាប្រភេទកិច្ចសន្យារបស់យើងត្រូវកំណត់ឲ្យបានច្បាស់ជាប្រភេទអ្វីពីព្រោះកិច្ចសន្យាខ្លះអ្នកខ្លះគាត់បើកតាម progress អ្នកខ្លះគាត់បើកតាម milestone ខ្ញុំលើកឧទាហរណ៍ថាគេកំណត់ថាចាក់ជើងតាងហើយត្រូវបើកលុយ10%អញ្ចឹងឲ្យតែគាត់ចាក់ហើយគឺបើក10%អ្នកខ្លះទៀតគាត់វាយតម្លៃថាបើកតាម
អឺមើលពាក្យខ្មែរយើងគេហៅអីគេអញ្ចេះអា progress claim អា progress claim ហ្នឹងពេលដែលគាត់ដល់ថ្ងៃឧទាហរណ៍ថាគាត់ធ្វើគឺគាត់គិតតែពីធ្វើទៅឯងស្រាប់តែដល់ថ្ងៃទី20បានគាត់ចាប់ផ្ដើមវាយតម្លៃ progress ទីហៅថាគាត់ធ្វើដល់ធ្នឹមកវ៉ាត់ចុះអញ្ចឹងធ្វើដល់ធ្នឹមកវ៉ាត់បានគាត់ចាប់ផ្ដើមវាយតម្លៃថាការងារហ្នឹងប្រមាណភាគរយគេហៅ progress claim ណាអញ្ចឹងទៅដល់ថ្ងៃហ្នឹងបានគាត់ចាប់ផ្ដើមធ្វើ progress claim ហ្នឹងហើយបានវាយតម្លៃចេញជាប្រមាណភាគរយបានដាក់ស្នើទៅអញ្ចឹងតាក់ទងជាមួយនឹងប្រភេទកិច្ចសន្យាអញ្ចឹងយើងត្រូវមើលថាប្រភេទកិច្ចសន្យារបស់យើងហ្នឹងជាប្រភេទកិច្ចសន្យាអីគេអញ្ចឹងក្នុងនេះខ្ញុំមាន3ទម្រង់ដែលខ្ញុំនឹងបញ្យល់នៅក្នុងមេរៀនកិច្ចសន្យាអញ្ចឹងក្នុងនេះខ្ញុំគ្រាន់ឲ្យគ្នាយើងស្គាល់ keyword សិនទេអញ្ចឹង keyword គ្នាយើងទី1ប្រកាសជាស្គាល់ហើយកិច្ចសន្យាឡាមសាំអញ្ចឹងឡាមសាំគ្នាយើងដឹងសឹងគ្រប់គ្នាហើយទី2គឺ cost reimbursable កាលនេះទី3គឺ time and material អញ្ចឹងប្រភេទកិច្ចសន្យាទាំង3នេះយើងនឹងមានលម្អិតនៅក្នុងមេរៀនស្ដីអំពីកិច្ចសន្យារបស់យើងដែលយើងនឹងបញ្ចូលទៅបន្តិចទៀតទី2ប្រាក់កក់ដំបូង down payment ចំនួនភាគរយច្បាស់លាស់និងលក្ខខណ្ឌក្នុងការកាត់កងប្រាក់នេះត្រឡប់មកវិញតាមដំណាក់កាលតាក់ទងជាមួយនឹងប្រាក់កក់គ្នាយើងឃើញជាទូទៅមានប្រាក់កក់ខ្លះគឺឲ្យទៅយកទៅប្រើការមកមានកិច្ចសន្យាខ្លះទៀតអាប្រាក់កក់ដែលឲ្យទៅនឹងយើងត្រូវកាត់ត្រឡប់មកឲ្យវិញគឺយើងដែលជួបកិច្ចសន្យាបែបហ្នឹងឯងរដ្ឋាបងអូនដែលជួបកិច្ចសន្យាកក់ប្រាក់ហើយដល់បើកតាមវគ្គត្រូវកាត់ឲ្យគេវិញឯងឲ្យគេវិញហ្នឹងហើយជាមួយក្រុមហ៊ុនណាខ្លះដែរគឺសួងបង ជាទូទៅក្រសួងជាទូទៅខ្ញុំឃើញក្រសួងហើយនឹងកណាយាគេធ្វើចឹងដែរគ្នាយើងខ្លះអត់ដែលអញ្ចឹងទេមានជាងខ្លះពេលដែលគាត់ជួបកិច្ចសន្យាបែបហ្នឹងគាត់ប្លែកហ្មងគាត់ថាមិនក៏ត្រូវឲ្យលុយទៅវិញគាត់លុយកក់ហ្នឹងគឺឲ្យមកគាត់ដើម្បីគាត់យកទៅធ្វើការងារតែអញ្ចឹងកន្លែងនេះគ្នាយើងនឹងរៀនយល់ពីចំណុចហ្នឹងអញ្ចឹងប្រភេទកិច្ចសន្យាគឺវាប្រែប្រួលអញ្ចឹងលុយកក់ដូចគ្នាប៉ុន្តែមានអាកិច្ចសន្យាខ្លះឲ្យទៅគឺដាច់ហើយដល់ពេលអាកិច្ចសន្យាខ្លះទៀតអត់ទេត្រូវកាត់ត្រឡប់មកវិញទី3ការទូទាត់តាមវិវត្តការងារឬក៏ progress claim ហ្នឹងត្រូវភ្ជាប់ជាមួយដំណាក់កាលការងារមាន milestone ច្បាស់លាស់មិនមែនទូទាត់តាមពេលវេលានោះទេអញ្ចឹងកិច្ចសន្យាតាម milestone ហ្នឹងឧទាហរណ៍ថាបើយើងធ្វើយឺតក៏បានលុយប៉ុណ្ណឹងធ្វើលឿនក៏បានលុយប៉ុណ្ណឹងទី4ការវិភាគនិងរយៈពេលអនុវត្តគម្រោងឬក៏រយៈពេលសាងសង់ចឹងជាធម្មតានៅក្នុងកិច្ចសន្យាយើងមួយគឺតែងតែកំណត់ឲ្យច្បាស់នៅពេលវេលានៃការធ្វើការងាររបស់យើងចាប់ផ្ដើមពីថ្ងៃណាបញ្ចប់ថ្ងៃណាហើយថ្ងៃណាឈប់សម្រាកមិនគិតថ្ងៃណាឈប់សម្រាកគេគិតទី2មានការពន្យាមានការពន្យាEOT នេះគឺយើងធ្វើការងារធ្លាប់ធ្វើមាន EOT អត់ពេលវេលាដែលយឺតហ្នឹងគឺយើងអាចស្នើសុំត្រឡប់មកវិញបានឧទាហរណ៍ដូចជំនាន់ពេល COVID ស្រាប់តែយើងធ្វើទៅ COVID មកដល់ដល់ពេល COVID មកដល់យើងបិទការដ្ឋានអស់មួយរយៈពេលហើយបន្តយើងចូលធ្វើវិញ
ហើយស្រាប់តែធ្វើបានមួយរយៈទៅអាកិច្ចសន្យាក្នុងកុងត្រាហ្នឹងដល់បាត់អញ្ចឹងយើងត្រូវស្នើសុំអាពេលវេលាបន្ថែមហ្នឹង extension of time ហ្នឹងត្រឡប់មកវិញពីព្រោះដោយសារមានការងារបិទការដ្ឋានឬក៏យើងជួបគ្រោះហានិភ័យផ្សេងយើងអត់អាចបំពេញការងារនៅការដ្ឋាននឹងបានអញ្ចឹងយើងត្រូវសុំពេលវេលាបន្ថែមត្រឡប់មកវិញអញ្ចឹងគេមាន form EOT ដើម្បីឲ្យយើងបំពេញទី5លក្ខខណ្ឌផ្លាស់ប្ដូរការងារឬក៏ VO ពេលដែលយើងកែប្រែប្លង់ឬក៏កែប្រែចំណុចណាមួយឬក៏ផ្លាស់ប្ដូរឬក៏ធ្វើហើយទៅវាយកែត្រឡប់មកវិញហ្នឹងអញ្ចឹងវាជាការប្រែប្រួលឬក៏ជាការផ្លាស់ប្ដូរជាការកែអញ្ចឹងអាហ្នឹងត្រូវចែកគ្នាច្បាស់មិនធ្វើហើយឲ្យយើងកែហើយអត់ចេញលុយទេអញ្ចឹងអាលក្ខខណ្ឌកែប្លង់កែនៅការដ្ឋានទាំងអស់ហ្នឹងគឺត្រូវជជែកគ្នាច្បាស់ព្រោះមានការដ្ឋានមួយចំនួនពេលដែលអឺពេលខ្លះក៏គិតថាវាជារឿងទូចពេលខ្លះទៀតអាហ្នឹងវាជារឿងធំអាខ្លះគិតថាវារឿងទូចនោះវាទូចត្រូវហើយអាខ្លះវាគិតថាអាហ្នឹងវាជារឿងទូចតែតាមពិតវាជារឿងធំខ្ញុំធ្លាប់ជួលផ្ទះមួយគាត់សុំថែមព្រីភ្លើងមួយគាត់ថារឿងទូចហ្នឹងថែមតែព្រីភ្លើងមួយហ្នឹងប៉ុន្តែអាព្រីភ្លើងដែលគាត់ប្រើហ្នឹងគាត់ប្រើសាកឡានអញ្ចឹងសួរថាយើងទៅប៉ុងយកពីអាព្រីផោះយើងធម្មតាមកឲ្យគាត់ប្រើមិនកើតយើងមិនត្រូវអូសមេមកខ្សែមកដាក់កន្លែងហ្នឹងឲ្យគាត់អញ្ចឹងដល់ពេលទៅអូសមេហ្នឹងវាត្រូវឆ្លងកាត់អីគេខ្លះវាត្រូវឆ្លងកាត់ការចោះពីដានការចោះអញ្ចឹងបានតខ្សែមេមកខ្សែហ្នឹងយកមកឲ្យគាត់ទុកប្រើសម្រាប់សាកឡានកន្លែងហ្នឹងបានអញ្ចឹងគាត់គិតថាហ្នឹងវារឿងទូចថែមតែព្រីមួយមិនអនឯងឆាចថ្លៃមែនគាត់តែព្រីមួយសោះទៅជារឿងអន់ចិត្តទៅតែតាមពិតគាត់អត់ទាន់យល់ថាអាហ្នឹងវាត្រូវឆ្លងកាត់ពីគេខ្លះហើយមូលហេតុអីបានយើងត្រូវឆាចបើគ្រាន់តែដាក់ព្រីចោលនៅហ្នឹងយើងមិនទៅឆាចលុយអីគាត់ថ្លៃតទៅពេលបញ្យល់គាត់យល់ទៅបន្តថាគាត់ថាអូអាហ្នឹងវាអញ្ចឹងសោះហើយដំបូងខ្ញុំថាឥឡូវបើសិនជាបងគិតថាព្រីមួយគ្រាប់នេះខ្ញុំតបំបែកចេញពីកន្លែងនេះឲ្យបងប្រវែងតែកន្លះម៉ែត្រនេះមកបានបងប្រើបានអត់អីទេខ្ញុំធ្វើជូនប៉ុន្តែខ្ញុំអត់ទួលខុសត្រូវទេថ្ងៃក្រោយទៅឆេះឡានឆេះព្រីភ្លើងអីនៅកន្លែងហ្នឹងគឺខ្ញុំអត់ទួលខុសត្រូវទេដល់បញ្យល់ប្រាប់គាត់ពីអឺរឿងហ្នឹងទៅបានគាត់យល់ទៅព្រមចេញលុយទៅអូខេទី6ទី6យន្តការធានានិងការរក្សាប្រាក់ធានាគុណភាពឬក៏យើងប្រើពាក្យថា retention and warranty អញ្ចឹងជាធម្មតាទេពេលដែលយើងធ្វើការងារមួយចំនួនតែងតែមានឬក៏ម្ចាស់គម្រោងតែងតែទាមទារឲ្យយើងទុកប្រាក់តម្កល់ឬក៏ប្រាក់កាត់ទុកហើយបើសិនជាមានបញ្ហាយើងអត់ទៅគេអាចដកយកលុយនោះទៅចំណាយបានទី7ការផាកពិន័យនិងការបញ្ចប់កិច្ចសន្យាអញ្ចឹងតកតងជាមួយនឹងការផាកពិន័យនិងការបញ្ចប់កិច្ចសន្យាហ្នឹងក្នុងកុងត្រាក់តែងតែមានចែងហើយយើងមិនអាចថានៅសុកគេមកកាត់ការងាររបស់យើងឧទាហរណ៍ថាយើងទទួលការងារពី owner មួយយើងធ្វើសុកគេថាអត់ទេខ្ញុំអត់ពេញចិត្តអ្នកឯងខ្ញុំដាក់ក្រុមនេះមកធ្វើវិញអញ្ចឹងគេដកយកទៅធ្វើឆៅហ្មងក៏អត់បានដែរអញ្ចឹងវាត្រូវមានការចែងមិនគេអាចលុបកិច្ចសន្យាយើងឯកតោភាគីមិនហើយមូលហេតុអីបានគេអាចលុបបានអញ្ចឹងវាត្រូវមានចងគ្នាទៅវិញទៅមកនៅក្នុងហ្នឹងទី8គឺការធានាសុវត្ថិភាពការធានារ៉ាប់រងហើយនិងការដោះស្រាយវិវាទអញ្ចឹងជាទូទៅនៅក្នុងclauseនៃកិច្ចសន្យានីមួយៗគឺតែងតែមានហើយច្បាប់ដែលយើងធ្វើឬក៏កិច្ចសន្យាដែលយើងធ្វើហ្នឹងវាអនុលោមទៅតាមច្បាប់អីដោយឧសភាលើកឡើងមកអញ្ចឹងគឺវាមានការអនុលោមទៅតាមច្បាប់នៃក្រសួងការងារច្បាប់សំណង់នៃប្រជាណាចក្រកម្ពុជាអីចឹងទៅអញ្ចឹងក្នុងហ្នឹងគឺត្រូវអនុលោមទាំងច្បាប់រដ្ឋហើយនិង
ការព្រមព្រៀងគ្នារវាងគូភាគីពីព្រោះមានចំណុចខ្លះគូភាគីមិនអនុលោមតាមច្បាប់ទាំងអស់ទេនៅក្នុងសេចក្តីព្រៀងអនុក្រឹត្យថ្មីមានចែងអំពីកាតព្វកិច្ចការទិញធានារ៉ាប់រងអញ្ចឹងបើសិនជាមានការទិញធានារ៉ាប់រងសម្រាប់ការឋានសំណង់មួយហ្នឹងអញ្ចឹងបើសិនជាក្រុមហ៊ុនសំណង់ជាទូទៅអាចមានទិញធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនហ្មងឬក៏ពេលដែលគេមានគម្រោងសំណង់បានគេទិញអញ្ចឹងយើងដឹងហើយការទិញធានារ៉ាប់រងគឺត្រូវបង់ប្រចាំខែអញ្ចឹងពេលដែលបង់ប្រចាំខែហ្នឹងការចំណាយទៅលើក្រុមហ៊ុនផ្សេងហើយការចំណាយទិញធានារ៉ាប់រងទៅលើ construction ផ្សេងទៀតទៅលើការឋានសំណង់គឺផ្សេងទៀតអញ្ចឹងពេលខ្លះទៀតក្រុមហ៊ុនអ្នកសាងសង់ជាមួយអ្នកម៉ៅកែអាចជជែកគ្នាថាឥឡូវសម្រាប់គម្រោងការឋានរបស់ខ្ញុំហ្នឹង owner គាត់អ្នកទិញហ្មងឥឡូវគាត់អ្នកទិញធានារ៉ាប់រងហ្មងដើម្បីឲ្យសុវត្ថិភាពគាត់និយាយអញ្ចឹងគាត់ចង់បានសុវត្ថិភាពកន្លែងគាត់ឬក៏គម្រោងរបស់គាត់គាត់សុខចិត្តទិញលុយចំណាយចេញលុយទៅអឺទិញធានារ៉ាប់រងតែម្ដងបើសិនជាជាងរត់បាត់ក៏គាត់ដឹងថានៅតែមានលុយសម្រាប់យកមកបញ្ចប់ការឋានរបស់គាត់ដែរអញ្ចឹងកន្លែងនេះមានន័យថាម៉េចមានន័យថាកិច្ចសន្យាការធានាអីផ្សេងផ្សេងហ្នឹងច្បាប់ដែលយកមកអនុលោមហ្នឹងវាមានរួមទាំងច្បាប់ជាតិច្បាប់សំណង់ហើយនឹងការព្រមព្រៀងគ្នារវាងគូភាគីប៉ុន្តែពេលដែលមានវិវាទកើតឡើងគឺត្រូវយកច្បាប់រួមច្បាប់ជាតិហ្នឹងយកមកដោះស្រាយมันអាចដោះស្រាយថាអត់ទេដោះស្រាយតាមខ្ញុំម្ចាស់គម្រោងអត់ទេដោះស្រាយតាមខ្ញុំម្ចាស់សំណង់ក្រុមហ៊ុនសំណង់អត់ទេអញ្ចឹងពេលដែលមានវិវាទកើតឡើងគឺច្បាប់ត្រូវយកច្បាប់ជាគោលហើយគេអត់លៀងទៅខាងណាឯងរឿងលៀងទៅខាងណាមូលហេតុអីលៀងខ្ញុំអត់និយាយណាខ្ញុំនិយាយថាពេលដែលមានវិវាទកើតឡើងគឺត្រូវយកច្បាប់មកដោះស្រាយដាក់លើតុជជែកគ្នាអ្នកណាខុសអ្នកណាត្រូវយកអាហ្នឹងមកដោះស្រាយអូខេអញ្ចឹងមាន note ពីក្រោមថែមបន្តិចទៀតការត្រៀមខ្លួនមុនចុះហត្ថលេខាជាទូទៅបើសិនជាយើងជាក្រុមហ៊ុនសំណង់ពេលដែលយើងមុននឹងយើងចុះកិច្ចសន្យាសាងសង់គម្រោងហ្នឹងហើយយើងមានធីមដើម្បីជជែកគ្នាគួរតែមានការប្រជុំពិនិត្យរួមគ្នាទៅលើកុងត្រាជាទូទៅនៅក្រុមហ៊ុនមួយចំនួនដែលគាត់មាន shareholder គឺគាត់តែងតែប្រជុំពិភាក្សាគ្នាដើម្បីពិនិត្យមើលអំពីអឺច្បាប់ឬពីកុងត្រាហ្នឹងតើទៅរួចអត់ធ្វើទៅចំណេញអត់អីអត់ហ្នឹងគឺគាត់តែងតែយកអាហ្នឹងមកមើលគេមានហានិភ័យគេខ្លះសងទៅនឹងជួបបញ្ហាគេខ្លះអាចនឹងជួបបញ្ហាគេខ្លះគឺគេប្រមាណមើលទុកមុនអញ្ចឹងហើយជាទូទៅគឺ team management គឺគាត់តែងតែធ្វើការងារនឹងមុនឯងហើយបើសិនជាអាចគួរមានអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ឬក៏វិស្វករកិច្ចសន្យាដែលមានបទពិសោធន៍ជាទូទៅមានអ្នកខ្លះគាត់ទទួលការងារគាត់ទទួលឲ្យទៅបានសិនណាដល់ពេលហើយគាត់អត់ដែលធ្វើការងារហ្នឹងអាចមានហានិភ័យអញ្ចឹងត្រង់ចំណុចនេះខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាថាពេលដែលយើងចុះកិច្ចសន្យាខ្លួនយើងផ្ទាល់ត្រូវអានឲ្យយល់ពីចំណុចដែលមាននៅក្នុងកិច្ចសន្យាសិនហើយពេលដែលយើងអានកិច្ចសន្យាត្រូវយល់ពីចំណុចនីមួយៗហើយយក clear នីមួយៗមកថ្លឹងថ្លែងតើកិច្ចសន្យាហ្នឹងវាធ្ងន់ទៅខាងណាវាស្រាលទៅខាងណាហើយបើសិនជាវាមានបញ្ហាដោះស្រាយដោយវិធីណាអាហ្នឹងគឺពេលដែលយើងអ្នករៀបចំកិច្ចសន្យាគឺយើងត្រូវយល់អញ្ចឹងពេលខ្លះទៀតអ្នកខ្លះក៏ព្យាយាមធ្វើកិច្ចសន្យាក៏ចងតែគេអត់ចងខ្លួនឯងដល់ពេលគេមើលឃើញថាកិច្ចសន្យាហ្នឹងវាធ្ងន់ទៅតែខ្លួនឯងពេកអញ្ចឹងអ្នកដែលគាត់ធ្វើការជាមួយគាត់ថាអត់ទេកិច្ចសន្យាហ្នឹងខ្ញុំអត់ចុះហ្មងរហូតដល់អ្នកខ្លះទៀតគាត់ព្យាយាមកេងចំណេញពេលដែលចុះកិច្ចសន្យាហ្នឹងគាត់កេងចំណេញពេកព្រោះវាអត់មានភាពស្មើភាពគ្នានៅក្នុងកិច្ចសន្យាវាទៅជាអឺកិច្ចសន្យាហ្នឹង
គឺជាការងារដោយបង្ខំវិញហើយឥឡូវនេះដូចជាប្រហែលថ្ងៃថ្មីនេះមានក្រសួងការងារក្រសួងពាណិជ្ជកម្មហើយនិងក្រសួងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសរួមគ្នាមួយខ្ញុំក៏អត់ទាន់បានអានលម្អិតដែរគឺការជៀសវាងការប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងអាជីវកម្មអញ្ចឹងបើសិនជាកិច្ចសន្យាណាមួយឬក៏ទម្រង់នៃការផ្ដល់ពលកម្មទៅក្នុងការងារណាមួយនោះវាស្ថិតក្នុងរូបភាពជាបង្ខំព្រោះឥឡូវយើងឃើញប្រទេសមួយចំនួនគឺជាប់ទណ្ឌកម្មផលអាមេរិកពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ពលកម្មដោយបង្ខំអាពលកម្មដោយបង្ខំនេះមិនមែនសំដៅទៅលើតែពលកម្មកុមារតែមួយមុខទេណាមនុស្សពេញវ័យដូចគ្នាដែរប៉ុន្តែត្រូវបានគេបង្ខំឲ្យទៅធ្វើការងារអញ្ចឹងអាការងារហ្នឹងឬក៏ក្រុមហ៊ុនហ្នឹងឬក៏សេវាកម្មនៃក្រុមហ៊ុនហ្នឹងគឺនឹងជួបបញ្ហាហើយអាមេរិកកំពុងតែចាត់វិធានការលើការងារហ្នឹងរហូតទៅដល់មានអ្នកខ្លះឃើញគេបង្ខំឲ្យទៅជា scam ជាអីទៀតអញ្ចឹងក្នុងនេះគឺជាចំណុចសំខាន់នៃកិច្ចសន្យាមាន8ចំណុចហ្នឹងគ្នាយើងអាចនឹងមានបន្ថែមចំណុចផ្សេងទៀតពេលដែលយើងធ្វើកិច្ចសន្យាអាចនឹងមានចំណុចផ្សេងទៀតប៉ុន្តែ8ចំណុចនេះសម្រាប់ខ្ញុំគិតថាវាសមរម្យសម្រាប់ឲ្យគ្នាយើងវិភាគចាត់ចែង analysis ទៅលើកិច្ចសន្យាហើយស្វែងរកចំណុចណាមួយដែលយើងគិតថាវាត្រូវតែយកមកធ្វើឬក៏ខ្វះអត់បានឧទាហរណ៍ថាយើងចុះកិច្ចសន្យាប៉ុន្តែអត់ដឹងថាអ្នកដែលគាត់ចុះកិច្ចសន្យាជាមួយយើងហ្នឹងអីគេអ្នកណាគេមកពីណាដល់ពេលធ្វើទៅសត្វតែមានបញ្ហារកអ្នកទទួលខុសត្រូវអត់ឃើញដោយល្ងាចមិញខ្ញុំចេញពីសិក្ខាសាលាខ្ញុំឃើញមានគេបង្ហោះ TikTok មួយវាទៅជាអ្នកទិញទូរស័ព្ទវាមានការបោកប្រាស់នៅកន្លែងទិញទូរស័ព្ទបើខ្ញុំគិតថាហ្នឹងគឺជា scam ហើយទិញទូរស័ព្ទប៉ុន្តែអាអ្នកទិញនោះអត់មកទេឲ្យគេមកយកហើយអ្នកទិញហ្នឹងបាញ់លុយទៅអ្នកផ្សេងហើយអ្នកលក់ទូរស័ព្ទគេអត់បានលុយគេមិនឲ្យទូរស័ព្ទហើយអ្នកទិញអ្នកមកយកហ្នឹងចេះតែមកយកទូរស័ព្ទពីគេកើតដែរអូខេអញ្ចឹងតកតងជាមួយនឹងចំណុចចំណាំនៅក្នុងការចុះកិច្ចសន្យានេះគ្នាយើងមានមតិយោបល់អីទេអង្គសូមទូមួយអូខេអង្គតកតងនឹងចំណុចធំទី4ហើយចំណុចសំខាន់ទី2ហ្នឹងលោកគ្រូជួយបញ្ចូលខាងទីបានថាក្រៅពីលក្ខខណ្ឌទាំងអស់ហ្នឹងតែយើងគួរបញ្ចូលលក្ខខណ្ឌនៃខ្លះទៀតដើម្បីយើងងាយស្រួលនៅក្នុងការសុំ TOT ហើយចំពោះលក្ខខណ្ឌទី5ហ្នឹងតែយើងអាចប្រើវាក្នុងការគ្រប់គ្រងទៅលើលក្ខខណ្ឌទី4បានអនុគ្រោះក្នុងករណីដែលគាត់មាន change order ច្រើននៅក្នុងការអនុវត្តការងារនោះអូខេចំណុចមួយតកតងជាមួយនឹងលេខ4ចំណុចទី2អំពីពេលវេលា extension ហ្នឹងពេលវេលាបន្ថែមករណីប្រធានស័កគ្រោះធម្មជាតិអញ្ចឹងជាទូទៅគឺយើងអាចស្នើសុំពេលវេលានឹងបានឧទាហរណ៍ថានៅស្រុកស្រាប់តែមានព្យុះដែលឥឡូវនេះមេឃកំពុងភ្លៀងនេះនៅក្រៅមេឃភ្លៀងខ្លាំងប៉ុន្តែវាជាភ្លៀងទេអញ្ចឹងយើងអាចទៅសុំបានទេតែបើសិនជាព្យុះហ្មងហើយក្នុងលក្ខខណ្ឌហ្នឹងគឺវាប៉ះចំកន្លែងដែលយើងកំពុងសាងសង់ឬក៏ការដ្ឋានរបស់យើងហ្នឹងអញ្ចឹងយើងត្រូវជូនដំណឹងទោះបីព្យុះមែនប៉ុន្តែយើងអត់បានប្រាប់ឬក៏ជូនដំណឹងឲ្យគេដឹងថាថ្ងៃហ្នឹងព្យុះហើយយើងធ្វើការអត់កើតក៏យើងអាចទៅសុំអាពេលវេលាបន្ថែមនឹងមកវិញបានដែរឧទាហរណ៍ថាព្យុះទៅអស់មួយល្ងាចអញ្ចឹងគ្នាយើងត្រូវមានណោតទេហើយជូនដំណឹងឲ្យបានគេដឹងហើយជាក់ស្ដែងករណីហ្នឹងគ្នាយើងសួរថាមានលក្ខខណ្ឌអីផ្សេងទៀតអត់មានឬមិនមានអាស្រ័យលើយើងជាមួយ owner អ្នកជជែកគ្នាមុនចុះកិច្ចសន្យា
ឧទាហរណ៍ថាបើសិនជាមានភ្លៀងគ្រាន់តែភ្លៀងឯងប៉ុន្តែភ្លៀងហ្នឹងវាបណ្ដាលឲ្យលិចមកក្នុងការដ្ឋានក្នុងរយៈពេលណាមួយដែលយើងមិនអាចបំពេញការងារបានឧទាហរណ៍ថាកំឡុងពេលយើងកាយដីធ្វើជើងតាងភ្លៀងវាចូលមកព្រោះយើង start ពីរដូវភ្លៀងអញ្ចឹងគ្រាន់តែភ្លៀងមែនប៉ុន្តែភ្លៀងធ្វើអត់ឲ្យយើងបំពេញការងារបានអញ្ចឹងក្នុងខណៈពេលដែលយើងកំពុងធ្វើជើងតាងហ្នឹងភ្លៀងក៏គិតដែរឧទាហរណ៍អញ្ចឹងយើងជជែកជាមួយ owner មុនឲ្យដឹងរឿងមុនជាមួយគ្នាមិនអាចថាគ្រាន់តែភ្លៀងយើងដកថ្ងៃវិញដាក់បាក់វិញដែរអត់ទេយើងត្រូវបញ្យល់ឲ្យគេយល់ថាគ្រាន់តែភ្លៀងមែនប៉ុន្តែភ្លៀងនេះបណ្ដាលឲ្យការងារធ្វើទៅមុខអត់កើតមិនមែនពួកខ្ញុំដេកអត់ធ្វើការទេចឹងត្រូវបញ្យល់ឲ្យ owner យល់ថាក្នុងស្ថានភាពហ្នឹងភ្លៀងគឺខ្ញុំគិតប៉ុន្តែបើផ្ទះប្រក់ដំបូលរួចហើយមេឃភ្លៀងយើងធ្វើខាងក្រៅអត់បានបើខាងក្នុងយើងធ្វើបានដែរយើងថាយើងបោកក្រៅអត់បានប៉ុន្តែយើងបោកក្នុងបានដែរអញ្ចឹងការងារបំពេញធម្មតាយើងទៅសុំដកថ្ងៃបន្ថែមមកវិញអត់បានទេអញ្ចឹងសំណួរដែលឧសភាសួរថាមានចំណុចអីផ្សេងក្រៅពីនឹងទៀតអត់វាពិតជាមានប៉ុន្តែវាឆ្លងតាមរយៈការជជែកគ្នាហើយព្រមព្រៀងគ្នាចំណុចនេះទទួលយកបានទេឧសភាបានលោកគ្រូទស្សនាលោកគ្រូបានលើកឡើងពីបញ្ហាព្រៀងចំពោះវាទៅទៅទៀមចាំថ្ងៃខ្ញុំអាចសូមសួរទៅវិញថាជួនកាលថាយើងបានលើកឥឡូវជាចូលមកក្នុងក្នុងក្រៅយើងទេតែយើងធ្វើទៅវាដល់ការព្រៀងរបស់យើងតែជួបប្រទះទៅសប្តាហ៍ថ្ងៃចឹងហើយការ note ទេពីទូទៅយើងបាន record ឲ្យទៅខាង client តាមរយៈ daily report ឬក៏ weekly report តើខ្ញុំចង់សួរតើការងារដែលវាពាក់ព័ន្ធទាំងអស់ហ្នឹងវាអាច support ទៅដល់ការសុំ EOT បានហើយដូចថាបើសិនជាភ្លៀងការងារខាងក្រៅមួយចំពោះគឺយើងធ្វើយើងធ្វើកិច្ចការទេវាទាក់ទងជាមួយសុខភាពទីមួយប្រសិទ្ធភាពការងារហើយតាមច្បាប់សុខភាពរបស់យើងមួយចំនួនទៀតគឺយើងឲ្យអនុញ្ញាតឲ្យធ្វើក្នុងពេលភ្លៀងទេអញ្ចឹងវាអាចជួយយើងក្នុងការសុំ EOT បានគ្រូពីខ្ញុំទៅតាក់ទងជាមួយនឹងភាពស្របច្បាប់ហើយនឹងការយោគយល់បើសិនជាអត់បានជជែកគ្នាច្បាស់លាស់ត្រង់ចំណុចហ្នឹងទេហើយក្នុងកុងត្រាអត់បានចែងទេយើងមិនមានសិទ្ធិសុំទេហើយសុំក៏គេមានសិទ្ធិមិនអោយដែរប៉ុន្តែក្នុងរូបភាពយោគយល់ហើយស្ថានភាពជាក់ស្ដែងគឺយើងអាចសុំបានហើយការសុំនេះគឺទៅតាមការយោគយល់មិនមែនជាកាតព្វកិច្ចមិនមែនជាការចាប់បង្ខំបើសិនជាអត់មានចែងនៅក្នុងកិច្ចសន្យាចឹងបាននៅក្នុងកិច្ចសន្យាខ្ញុំណោតទេចំណុចហ្នឹងឲ្យគ្នាយើងដឹងថាយើងត្រូវជជែកគ្នាត្រង់ចំណុចហ្នឹងដែរហើយបើយើងអត់យកចំណុចហ្នឹងទៅជជែកស្មើនឹងយើងចន្លោះប្រហោងនៅចំណុចដែលយើងគួរតែយកទៅជជែកអញ្ចឹងពីខ្ញុំទៅវិញបើសិនជាក្នុងកិច្ចសន្យាអត់បានចែងទេអញ្ចឹងស្មើនឹងអត់មានតែបើក្នុងកិច្ចសន្យាមានចែងគឺឧស្សាហ៍អាចមានសិទ្ធិទៅជជែកជាមួយគេដោយស្របច្បាប់ប៉ុន្តែកិច្ចសន្យាវាជារឿងមួយហើយនេះយើងត្រូវយល់អំពីស្ថានភាពជាក់ស្ដែងមានការស្នើសុំជាលាយលក្ខណ៍អក្សរជា formal ដើម្បីឲ្យ owner គាត់ដឹងថាអូខេថ្ងៃនេះភ្លៀងហើយក្នុងរយៈពេល3ខែក្នុងរដូវវស្សាហ្នឹងវាភ្លៀងអស់ប្រហែលថ្ងៃហើយយើងបានតាមរយៈ report ប្រចាំថ្ងៃគឺយើងបានជូនទៅនឹងហើយយោងទៅតាមអឺស្ថានភាពប្រសិទ្ធភាពការងារយើងមិនអាចបខំធ្វើក្នុងរដូវភ្លៀងទេអញ្ចឹងស្នើសុំម្ចាស់គម្រោងថែម EOT ហើយប្រសិទ្ធភាពល្អបំផុតជាតាក់តិចជាតិចនិចណានៅក្នុងការស្នើសុំគឺស្នើសុំមុនកិច្ចសន្យាអស់សុពលភាពឧទាហរណ៍ថាកិច្ចសន្យាហ្នឹងឧស្សាហ៍សងរយៈពេល1ឆ្នាំពីខែ1ដល់ខែ12ពីខែ1ដល់ខែ5ឧស្សាហ៍បានបំពេញការងារហើយទាន់ពេលវេលាបើយើងមើលទៅលើស្កូបការងារវិញគឺយើងមានការងារបំពេញធម្មតាសត្វទៅដល់រដូវភ្លៀងគឺចាប់ផ្ដើម late ដោយសារអីមូលហេតុភ្លៀងអញ្ចឹងយើងមាន reason
ដើម្បីយកអាហ្នឹងទៅជជែកជាមួយគេប៉ុន្តែបើសិនជាធីមរបស់យើងយឺតតាំងពីដើមដំបូងម៉េះវាមិនមែនមកយឺតទៅរដូវភ្លៀងហ្នឹងទេយើង let schedule តាំងពីយើង start គម្រោងមកម៉េះអញ្ចឹងទៅសុំគេក៏អត់មានលក្ខខណ្ឌណាមួយរឹងមាំដើម្បីអឺទៅសុំគេបានដែរអញ្ចឹងពីខ្ញុំទៅវិញយើងត្រូវចេះសុំចេះរបៀបសុំហើយយើងមើលតើការសុំរបស់យើងហ្នឹងវាត្រឹមត្រូវអត់នេះខ្ញុំនិយាយអត់កាន់ជើងខាងណាមួយទេយើងឈរលើតម្លាភាពបើយើងពីដើមមកយើងអត់ដែលយឺតទេយើងទើបមកយឺតរដូវភ្លៀងហ្នឹងហើយមូលហេតុយើងមានហេតុផលសម្រាប់ដាក់ជូនទៅម្ចាស់គម្រោងអញ្ចឹងខ្ញុំគិតថាក្នុងរូបភាពនៃការយោគយល់គេនឹងយកអាហ្នឹងទៅពិចារណាទោះបីគេមិនឲ្យយើងឧទាហរណ៍ថាយើងយឺតអស់20ថ្ងៃគេមិនឲ្យយើង20ថ្ងៃក៏បាន10ថ្ងៃមកវិញដែរប្រសើរជាងអត់សោះតែបើយើងយឺតពីដើមទីទៅហើយទើបមកយកលេសហេតុផលថាភ្លៀងគ្មានណាគេឲ្យទេតែខ្ញុំឲ្យដែរអូខេការបកស្រាយរបស់ខ្ញុំនេះអាចទទួលយកបានទេឧស្ភាបាទគ្រូតាមច្រមខ្ញុំគិតថាទទួលយកបានអូខេអញ្ចឹងខ្ញុំចូលដល់ចំណុចមួយទៀតដែលយើងលើកថាចំណុចទី5អាចអាចយកជាមូលហេតុទៅដល់ការស្នើសុំ AOT អត់មានន័យថាពេលដែលមានការកែប្លង់ហ្នឹងយើងអឺមានសិទ្ធិយកអាហ្នឹងទៅជជែករឿងការងារសុំបន្ថែមអត់មែនទែនទៅយើងត្រូវចងនៅក្នុងកិច្ចសន្យាហើយឧទាហរណ៍ថាបើសិនជាមានការកែប្រែចំណុចណាមួយយើងត្រូវបូកពេលវេលាបន្ថែមអញ្ចឹងបើសិនជាមែនតែនទៅកិច្ចសន្យាគឺគេតែងតែធ្វើឲ្យវា link គ្នាបែបហ្នឹងអញ្ចឹងបើសិនជាមានការផ្លាស់ប្ដូរការងារអូតូម៉ាទិកវាប្រកាសជាអាចស្នើសុំពេលវេលាបំពេញបន្ថែមបានលើកលែងតែក្នុងកុងត្រាក៏អត់បាននិយាយដែរបើក្នុងកុងត្រាអត់បាននិយាយហ្មងអាហ្នឹងគឺយើងអ្នកធ្វើកុងត្រាហ្នឹងមានន័យថាយើងអត់បានយល់អំពីកាតព្វកិច្ចឬក៏អា format កិច្ចសន្យាហ្នឹងត្រូវមាននេះគេខ្លះអញ្ចឹងបានធ្វើទៅចេះតែបាត់ចំណុចសំខាន់អញ្ចឹងគ្នាយើងត្រូវពិនិត្យមើលថងចំណុចហ្នឹងចម្លើយពីខ្ញុំទៅការងារ VO ឬក៏ការងារ change order ទាំងអស់ហ្នឹងគឺអាចសុំបន្ថែមពេលវេលាសាងសង់មកវិញបានតែចាំបាច់ត្រូវសរសេរវានៅក្នុងកិច្ចសន្យាហើយក្នុងករណីដែលអត់មានសរសេរក្នុងកិច្ចសន្យាពេលដែលគេស្នើសុំកែយើងត្រូវបន្ថែមចូលពេលវេលាកែហ្នឹងឬក៏កំហាតបង់ពេលវេលាដើម្បីមកធ្វើការងារកែហ្នឹងបំពេញបន្ថែមតែម្ដងមានន័យថាមុនយើងព្រមធ្វើឲ្យការងារកែហ្នឹងជជែកថាឥឡូវត្រូវថែមថ្ងៃប៉ុណ្ណេះឲ្យខ្ញុំមកហើយដើម្បីខ្ញុំមានពេលវេលាមកធ្វើឲ្យការងារកែហ្នឹងមិនដែរឧសភាថងចំណុចនេះអាចទទួលយកបានទេអូលោកគ្រូចុះលក្ខខណ្ឌមួយទៀតដែលយើងស្រាវជ្រាវផ្ទះគឺថា client ខ្លះគាត់មកគាត់ចងចឹងដោយលោកគ្រូប៉ុន្តែគាត់ថាការងារ VO ឬក៏យើងមានពីចឹងសូមអីបន្ថែមទៅគាត់ថាតែខ្លះគាត់ទៅហើយគាត់តែគាត់មានត្រូវការ change order ក្នុង design របស់គាត់ហ្នឹងតើជាយុទ្ធសាស្ត្ររបស់លោកគ្រូវិញក្នុងការចរចាការងារបែបហ្នឹងលោកគ្រូមានបទពិសោធន៍បែបណាដែរសូមជួយ share ឡើងនេះតិចលោកគ្រូអូខេតាមពិតអានេះវាជាគេហៅ art ជាសិល្បៈជា skill ហើយនឹងការ negotiate អញ្ចឹងបើសិនជា owner ដែលគាត់ប្រកាន់អាកប្បកិរិយាបែបនេះភាគច្រើនគេមិនសូវចង់ធ្វើការឲ្យទេអញ្ចឹងបើសិនជាជួបមនុស្សបែបហ្នឹងឥរិយាបថទន់ភ្លន់គឺជារឿងសំខាន់ហើយយើងត្រូវមានឯកសារភ្ជាប់ជានិច្ចឯកសារភ្ជាប់ហ្នឹងកាលណាដែលគាត់មានការមានអីត្រូវតែមានការសញ្ញេបញ្ជាក់ហើយក្នុងហ្នឹងគឺណោតេចូលមកពីខ្ញុំទៅខ្ញុំទុកឱកាសឲ្យភ្ញៀវកែហើយគាត់កែខ្ញុំក៏បញ្យល់និយាយនៅក្នុងទី1គឺត្រូវមានក្នុងកិច្ចសន្យាដោយសារទាំងអស់នេះវាជាចំណុចសំខាន់ណាស់អញ្ចឹងខ្ញុំមិនដែលចោលទេរហូតដល់ខ្ញុំចងចេះទៀតទី1បើសិនជាគាត់មានកែខ្ញុំអត់ទទួលខុសត្រូវទៅលើការងារយឺតខ្ញុំអត់និយាយតែយឺតប្រមាណទេហើយគាត់ចង់កែប្រមាណក៏បានដែរអញ្ចឹងបើសិនជាជួបភ្ញៀវបែបហ្នឹងគឺយើងចងក្នុងកុងត្រាអញ្ចឹងហ្មងឲ្យតែមានកែខ្ញុំអត់ទទួលខុសត្រូវលើការងារយឺត
ចុះគាត់អ្នកកែអញ្ចឹងឲ្យខ្ញុំទៅទទួលខុសត្រូវលើការងារយឺតមិនកើតហើយខ្ញុំក៏អត់បញ្ជាក់ថាយឺតប្រហែលដែរអាហ្នឹងទី1ទី2រឿងបង់លុយយឺតបើសិនជាបង់លុយទៀងទាត់ត្រឹមត្រូវតាមកិច្ចសន្យាពេលដែលខ្ញុំយឺតពីណីចុះពេលណាំងពីចុះប្រហែលភាគរយតាមកិច្ចសន្យាហ្នឹងទៅប៉ុន្តែបើសិនជាគាត់បង់លុយយឺតវិញអ្នកឯងគ្មានសិទ្ធិពីណីខ្ញុំទេអត់មានសិទ្ធិយកលុយពីនាងទីខ្ញុំទេអញ្ចឹងនៅក្នុងកិច្ចសន្យាខ្ញុំចងវិញដូចគ្នាអញ្ចឹងអញ្ចឹងតិចនិចដែលខ្ញុំធ្វើជាមួយភ្ញៀវបែបហ្នឹងគឺខ្ញុំតែងតែទីមួយខ្ញុំនិយាយហេតុផលហើយហេតុផលស្ដាប់គ្នាមិនបានអាហ្នឹងយើងបដ ாய் ទៅតាមកិច្ចសន្យាហ្នឹងអាហ្នឹងទី1ទី2អូខេខ្ញុំអត់សុំថែមពេលវេលាសាងសង់ទេប៉ុន្តែកញ្ចប់លុយដែលខ្ញុំធ្វើលើការងារថែមហ្នឹងថ្លៃពីព្រោះដើម្បីរក្សាពេលវេលានឹងឲ្យនៅដដែលខ្ញុំត្រូវបង្កើនកម្លាំងពលកម្មធ្វើថែមម៉ោងដើម្បីឲ្យទាន់ពេលវេលាជាមួយនឹងការងារកែអញ្ចឹងគាត់អាចយករ៉េតការងារកែស្មើជាមួយនឹងការងារធ្វើធម្មតាអាចគុណ3គុណ4ពីព្រោះការងារហ្នឹងគឺបើសិនជាគាត់អូខេតម្លាក់លុយមកធ្វើមកហើយបើអត់បានលុយក៏អត់ធ្វើដែរអញ្ចឹងនេះគឺជាតិចនិចដែលខ្ញុំធ្វើខ្ញុំមិនទាពេលវេលាថែមទេខ្ញុំនៅតែរក្សាពេលវេលាដើមផុសកុងត្រានដែរប៉ុន្តែកញ្ចប់លុយត្រូវថ្លៃហើយបើគាត់មនុស្សបែបនេះអឺជាទូទៅមានលុយហើយបានគេកទីកទើនេះយើងនិយាយពាក្យឲ្យអាក្រក់ស្ដាប់ណាហើយបើអត់លុយមកកទីកទើមិនត្រូវមាត់វិញលើហ្នឹងប៉ះអ្នកសាងសង់ខ្លះអ្នកម៉ៅការខ្លះមកកទីកទើខុសរឿងអញ្ចឹងឲ្យអត់លុយផងមកកែមិនកែឲ្យលុយគេមិនហើយកែផ្ទះកែឲ្យប្រងព្រាតមិនឲ្យមិនគិតពេលវេលាថែមឲ្យគេមិនវាអត់ត្រូវអញ្ចឹងពីខ្ញុំទៅបានបងកែក៏បានដែរខ្ញុំរក្សាពេលវេលានឹងឲ្យតែខ្ញុំត្រូវធ្វើថែមមកអញ្ចឹងយើងប្រើភាសាការទូតរបស់យើងរៀងតិចហើយឆ្កឹះយកលុយពីកប៉ៅគេមកឲ្យបានមិនដែរឧសភីអាចទទួលយកបានទេបានគ្រូខ្ញុំយល់បានច្រើនចំណុចហ្នឹងអរគុណអូខេគ្នាយើងផ្សេងទៀតរដ្ឋាភិបាលមានចម្ងល់អីទៅលើចំណុចចំណាំនៃការងារកិច្ចសន្យារបស់យើងទេអត់មានទេបង អូខេឡាបងមានយោបល់អីទេមានចម្ងល់អីទេប៊ុណាបងមានយោបល់អីទេអូខេកុសលបងអាចសរសេរមកបានណាមានចម្ងល់អីអាចសរសេរជាសំណួរមកបានគេបើសិនជាអត់មានទេយើងចូលទៅមេរៀនរបស់យើងនិយាយអំពីកិច្ចសន្យានៅក្នុងសំណង់អឺខ្ញុំផ្ញើ slide ឲ្យគ្នាយើងអាចចូលមើល slide នឹងបដាបានអញ្ចឹងទុកពេលឲ្យគ្នាយើងអាន slide នឹងបន្តិចសិនយើងសម្រាប់15នាទីយើងចូលមករៀនវិញតណាព្រោះគ្នាយើងដាក់2 ម៉ោងពេញហ្នឹងអាចរៀងស្ពឹកតិចឡើយអញ្ចឹងគ្នាយើងសម្រាប់ឲ្យអានមេរៀនមកបន្តិចទៅអាន slide ហ្នឹងហើយបើសិនជាចូល slide អត់បានអាចប្រាប់មកខ្ញុំវិញណា
ចឹងខ្ញុំ stop record ប៉ុណ្ណឹងខ្ញុំ convert វាទៅជាវីដេអូព្រោះហើយវាចំណាយពេល convert យូរដែរចឹងនេះយើងសម្រាប់15នាទីសិនណាអរគុណ